ចំពុកទី6អំពើអាសប្រឆាំងនឹងអនិច្ចជនអាយុក្រោម15ឆ្នាំមាត្រា42អំពើរួមភេទជាមួយនឹងអនិច្ចជនអាយុក្រោម15ឆ្នាំជនណារួមភេទជាមួយជនដទៃដែលមានអាយុតិចជាង15ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំមាត្រា43អំពើអាសប្រឆាំងនឹងអនិច្ចជនអាយុក្រោម15ឆ្នាំអំពើអាសនៅក្នុងច្បាប់នេះមានន័យថាជាអំពើនៃការប៉ះពាល់ឬការបង្ហាញកេរភេទឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃឬការឲ្យជនដទៃប៉ះពាល់កេរភេទឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯងឬរបស់តតិយជនក្នុងចេតនាធ្វើឲ្យរំជួលឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើសជនណាដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃដែលមានអាយុតិចជាង15ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំដល់3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលដល់6លានរៀលជនណាដែលប្រព្រឹត្តបទល្មើសដោយមានចែងក្នុងមាត្រា42ឬមាត្រានេះបើមិនរៀងចាលទេត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដងមាត្រា44ការលើកលែងពីការផ្តន្ទាទោសជនណាដែលមានអាយុក្រោម15ឆ្នាំនឹងត្រូវលើកលែងពីការផ្តន្ទាទោសចំពោះបទល្មើសដោយមានចែងនៅក្នុងមាត្រា42និងមាត្រា43នៃច្បាប់នេះ